សូមជម្រាបសួរនៅដើមឆ្នាំ2023នេះខ្ញុំមានវីដេអូមួយទៀតចែករំលែកអំពីបុរាណដ្ឋានមួយកន្លែងដែលស្ថិតនៅក្នុងបរិវេណកំពែងព្រះបរមរាជវាំងក្នុងក្រុងអង្គរធំខេត្តសៀមរាបយើងនេះទីតាំងនេះគឺជាកន្លែងសំខាន់បំផុតដោយសារតែជាទីតាំងដែលព្រះរាជាសម័យអង្គរជាច្រើនអង្គអស់រយៈពេលរាប់រយឆ្នាំចន្លោះពីសតវត្សទី9ដល់ទី15បានគង់នៅគឺទីនេះហើយដែលព្រះអង្គបានធ្វើការងារគ្រប់គ្រងអាណាចក្រខ្មែរយើងទាំងមូលហើយខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាសុទ្ធតែធ្លាប់បានមកទស្សនាទីនេះហើយប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍កន្លែងមួយចំនួនគឺបងប្អូនបានទស្សនាតែខ្លោងទ្វារកំពែងស្រះប្រុសស្រះស្រីនិងប្រាសាទភិមានអាកាសចំណែកទីតាំងមួយចំនួនទៀតប្រហែលជាបងប្អូនមិនបានចាប់អារម្មណ៍ដោយសារតែវាមានសភាពបាក់បែកខ្លាំងពេកហើយក៏មានព្រៃដុះស៊ុបទ្រុបហើយក៏សម្បូរទៅដោយមូសផងដែរនៅពេលនេះខ្ញុំសូមអធិប្បាយបន្ថែមអំពីប្រវត្តិនៃទីតាំងដែលបងប្អូនបានដឹងរួចមកហើយគឺតាក់ទងទៅនឹងខ្លោងទ្វារកំពែងស្រះប្រុសស្រះស្រីប្រាសាទភិមានអាកាសជាដើមហើយក៏សូមបង្ហាញជូននៅទីតាំងមួយចំនួនទៀតដែលបងប្អូនប្រហែលជាភាគច្រើនមិនបានមកទស្សនាចាប់អារម្មណ៍គឺមានអណ្ដូងទឹកព្រះរាជាហើយនឹងទីតាំងមួយកន្លែងទៀតដែលហៅថាក្រោលសេះតាមការរាយរាប់របស់បងប្អូនដែលមានបុព្វការីរស់នៅក្នុងកំពែងព្រះរាជវាំងនេះកាលពីប្រមាណជា100ឆ្នាំមុនបើតាមឯកសារប្រវត្តិសាស្ត្រដំបូងឡើយទីនេះធ្លាប់ជាមហាវិមានរបស់មន្ត្រីថ្នាក់ខ្ពស់ម្នាក់ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី1នាដើមសតវត្សទី10គឺលោកមន្ត្រីស្រីសត្យាស្រ័យហើយមានការកសាងប្រាសាទតូចមួយឈ្មោះហេមស្រឹងគិរីជាភាសាសំស្ក្រឹតដែលមានន័យថាភ្នំស្នែងមាសប្រមាណជាកន្លះសតវត្សក្រោយមកព្រះបាទរាជាត្រាវរ្ម័នទី2ដែលដំបូងបានរើរាជធានីពីកោះកេរមកអង្គរវិញនិងមានព្រះរាជវាំងនៅចន្លោះប្រាសាទប្រែរូបនិងមេបុណ្យខាងកើតបានចាប់ផ្ដើមកសាងប្រាសាទភិមានអាកាសនៅលើទីតាំងប្រាសាទហេមស្រឹងគិរីហើយបានកសាងបន្តដោយព្រះរាជបុត្ររបស់ព្រះអង្គគឺព្រះបាទជ័យវរ្ម័នទី5ទីបំផុតព្រះបាទសូរ្យាវរ្ម័នទី1បានកសាងបង្ហើយនៅពាក់កណ្ដាលទី1នៃសតវត្សទី11ប្រាសាទហេមស្រឹងគិរីប្រហែលជាត្រូវបានប្តូរឈ្មោះមកជាភិមានអាកាសនាសម័យកណ្ដាលដោយសារតែទីនេះគឺជាទីដែលព្រះមហាក្សត្រគង់នៅដូច្នេះវាត្រូវតែមានកំពែងការពារកំពែងថ្មបាយក្រៀមនេះគឺជាកំពែងទី3ដែលមានកម្ពស់5ម៉ែត្រព័ទ្ធផ្ទៃដីជាង14ហិកតានៅខាងក្រៅកំពែងគឺជាគូទឹកដែលមានទទឹង20ម៉ែត្រហើយនៅម្ខាងគូទឹកគឺជាកំពែងទី2ដែលមានសភាពបាក់បែកខ្លាំងសឹងមើលមិនយល់កំពែងទី1ព័ទ្ធប្រាសាទបាពួនដែលស្ថិតនៅទិសខាងត្បូងនិងប្រាសាទព្រះប៉ាលីឡៃដែលនៅទិសខាងជើងហើយលាតសន្ធឹងទៅទិសខាងលិចស្ទើរទៅដល់កំពែងក្រុងអង្គរធំបច្ចុប្បន្នគ្របដណ្ដប់លើផ្ទៃដីទំហំជិត1គីឡូម៉ែត្រក្រឡាឯណោះក្នុងរជ្ជកាលព្រះបាទជ័យវរវរ្ម័នពីឆ្នាំ1002ដល់1006កំពែងទី3មានទ្វារចេញចូលតែ4ទេគឺ2នៅខាងជើងនិង2ទៀតនៅផ្នែកខាងត្បូងលុះមកដល់រជ្ជកាលព្រះបាទសូរ្យាវរ្ម័នទី1ទើបមានការសាងសង់ខ្លោងទ្វារខាងកើតដែលជាច្រកចេញចូលសំខាន់ជាងគេនៅពេលដែលបងប្អូនដើរឆ្លងកាត់ខ្លោងទ្វារខាងកើតនេះសូមកុំភ្លេចក្រឡេកមើលមេបង្អួចទី2នៅខាងឆ្វេងដៃដែលមានសិលាចារឹករបស់ព្រះបាទសូរ្យាវរ្ម័នទី1ជាអត្ថបទពាក្យសម្បត្តិធ្វើឡើងនៅថ្ងៃអាទិត្យ9កើតខែពុទ្ធបុត្រមហាសករាជ933គឺត្រូវនឹងឆ្នាំ1011ដែលព្រះអង្គបានបង្ខំពួកមន្ត្រីចិនខ្ពស់ប្រមាណជា400នាក់ឲ្យស្បត់សច្ចាប្រណិធានជាឧឡារិកថានឹងមានភក្តីភាពដ៏បរិសុទ្ធចំពោះតែព្រះអង្គម្នាក់និងទទួលស្គាល់ថាព្រះអង្គបានសោយរាជសម្បត្តិតាំងពីឆ្នាំ1002ដែលតាមពិតនាឆ្នាំនោះគឺព្រះបាទជ័យវរវរ្ម័នទេដែលជាក្សត្រសោយរាជស្របច្បាប់នៅក្រុងអង្គរធំនៅផ្នែកខាងជើងនិងខាងត្បូងនៃកំពែងខ្ញុំឃើញមានច្រកទ្វារតូចៗមួយចំនួនទៀតដែរដែលទំនងត្រូវគេសាងសង់ក្នុងសម័យក្រោយយើងឃើញមានស្លាកស្នាមជួសជុលជាច្រើនកន្លែងដូច្នេះប្រកាសណាស់ដែលកំពែងនេះ
ធ្លាប់បានសត្រូវបុកបំបាក់ដើម្បីវាយលោកចូលក្នុងព្រះបរមរាជវាំងជាទីដែលព្រះមហាក្សត្រគង់នៅផ្នែកខាងមុខនិងចំហៀងកំពែងគឺទិសខាងកើតនិងខាងជើងនិងខាងត្បូងយើងក៏ឃើញមានប្រហោងតូចធំជាច្រើនដែលអ្នកស្រាវជ្រាវសន្និដ្ឋានថាជាប្រហោងសម្រាប់ដាក់រន្ទាឬប៉មឈើសម្រាប់ឈរយាមប្រយុទ្ធនឹងសត្រូវខ្ញុំមើលប្រហោងទាំងនេះមិនយល់ដោយសារតែខ្លះតូចខ្លះធំខ្លះតិចខ្លះច្រើនខ្លះខ្ពស់ខ្លះទាបហើយមានប្រហោងខ្លះត្រូវបានគេចោះទម្លុះទៅមកខាងជញ្ជាំងហាក់ដូចជាប្រហោងសម្រាប់ឃ្លាំមើលសភាពការនៅផ្នែកម្ខាងទៀតនៃកំពែងបើយើងចូលតាមច្រកទ្វារខាងកើតបានប្រមាណជា100ម៉ែត្រនៅខាងស្ដាំដៃយើងឃើញស្រះមានកាំជណ្ដើរថ្មដែលគេនិយមហៅថាស្រះប្រុសហើយនៅខាងលិចនោះបន្តិចមានស្រះធំមួយមានកាំជណ្ដើរថ្មដូចគ្នាដែលគេតែងហៅថាស្រះស្រីខ្ញុំមិនដឹងពីមូលហេតុដែលគេមានជំនឿថាស្រះតូចសម្រាប់ប្រុសប្រើប្រាស់ហើយស្រះធំសម្រាប់ស្រីនោះទេប៉ុន្តែបើតាមឯកសារប្រវត្តិសាស្ត្រស្រះប្រុសមានឈ្មោះនៅក្នុងសាលាចារឹកថាសេឡាដដាត្រូវបានធ្វើពិធីសម្ពោធក្នុងរជ្ជកាលព្រះបាទជ័យវរវរ្ម័នដែលសោយរាជ្យនៅចន្លោះឆ្នាំ1200ដល់1006វាមានទំហំប្រមាណជា800ម៉ែត្រការ៉េជណ្ដើរមានប្រមាណជា10កាំមិនដែលរីងទឹកទេស្រះស្រីប្រហែលជាត្រូវបានជីកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី8នាចុងសតវត្សទី13វាមានទំហំប្រមាណជាកន្លះហិកតាជណ្ដើរ13កាំបាតស្រះក្រាលដោយថ្ម3ក្រៀមនៅមាត់ស្រះស្រីផ្នែកខាងត្បូងនិងខាងលិចមានជញ្ជាំងថ្មភក់ដែលមានចម្លាក់ស្រដៀងនិងចម្លាក់នៅទីលានស្ដេចគំលួងផងដែរនៅខាងលិចខ្លងទ្វារខាងកើតប្រមាណជា300ម៉ែត្រយើងនឹងឃើញប្រាសាទភ្នំមួយរាងពីរ៉ាមីតដែលត្រូវបានស្គាល់ជាទូទៅថាជាប្រាសាទភិមានអាកាសដែលមានប្រវត្តិដូចដែលខ្ញុំបានរៀបរាប់ខាងដើមអ្នកស្រាវជ្រាវបានរកឃើញថាសំណង់ឈើនៅជុំវិញប្រាសាទភិមានអាកាសគឺជាសំណង់ព្រះរាជវាំងនិងឧបសម្ព័ន្ធដូចជាព្រះពន្លានិងព្រះទីនាំងផ្សេងដែលរលុះរលំបាក់បែកដោយសារតែសង្គ្រាមនិងពេលវេលាជាពិសេសដោយការជីកកកាយរោគមាសកាលពីអំឡុងឆ្នាំ1982 1983ត្រង់ចំណុចនេះខ្ញុំសូមលើកពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ2ចំណុចមកជម្រាបជូនបងប្អូន1សំណេររបស់បេសកជនចិនដ៏ល្បីល្បាញគឺលោកជីវតាខ្វាន់ដែលបានមកឃើញផ្ទាល់ភ្នែកនៅព្រះបរមរាជវាំងនៅឆ្នាំ1296រៀបរាប់ពីប្រាសាទភិមានអាកាសថាមានប្រាង្គមាសហើយរៀបរាប់ពីសំណង់ព្រះបរមរាជវាំងដែលមានដំបូលខ្ពស់ប្រក់ក្បឿងសំណមានផ្លូវដើរខ្វាត់ខ្វែងមានបង្អួចស៊ុំមាសបង្អួចកញ្ចក់ជាដើមនិងមានវត្ថុសិល្បៈប្លែកៗជាច្រើនទៀតផងអ្នកស្រាវជ្រាវបានប្រទះឃើញក្បឿងសំណមួយចំនួនគឺដូចគ្នាទៅនឹងអ្វីដែលលោកជីវតាខ្វាន់បានសរសេរមែនបើតាមការសរសេររៀបរាប់របស់លោកប្រាសាទភិមានអាកាសត្រូវបានព្រះរាជាប្រើប្រាស់ជាកន្លែងគោរពបូជាព្រះអាទិទេពហើយព្រះអង្គគង់នៅក្នុងព្រះបរមរាជវាំងឈើក្បែរនោះនៅខាងជើងប្រាសាទភិមានអាកាសបន្តិចខ្ញុំឃើញមានសេះសល់ថ្មបាយក្រៀមដែលជាគ្រឹះសំណង់ឈើមានប្រហោងមូលធំមួយចំនួនដែលមានមុខកាត់ដល់ទៅ8តឹកដែលប្រកាសជាកន្លែងសម្រាប់បញ្ចុះសសរឈើនៃសំណង់ដ៏ធំខ្ពស់ដូចអ្វីដែលលោកជីវតាខ្វាន់លើកឡើងដូច្នោះដែរ2ក្នុងអំឡុងឆ្នាំ1982 1983កងទ័ពវៀតណាមដែលមានទីតាំងនៅអង្គរនិងប្រជាជនខ្មែរយើងដែលរស់នៅក្នុងនិងជុំវិញអង្គរបាននាំគ្នាជីកដីរកមាសនៅក្នុងបរិវេណកំពែងជាពិសេសនៅជុំវិញប្រាសាទភិមានអាកាសយកទៅរែងនៅស្រះប្រុសស្រះស្រីធ្វើឲ្យស្រះស្ទើរតែរីងគោកអស់ធ្វើឲ្យផ្ទៃដីនៅម្ដុំសំណង់ព្រះបរមរាជវាំងមានការខូចខាតយ៉ាងធ្ងន់ធ្ងរបដាអ្នកជីករោគមាសបានរោគភាគច្រើនជាមាសកំតិចជារូបបរិមាតូចអ្នកខ្លះបានខ្សែមាសដែលគេហូតហើយតែនៅមិនទាន់បានកាត់ធ្វើជាគ្រឿងអលង្ការខ្លះរកបានចិញ្ចៀននិងត្បូងរឿងរ៉ាវជីកមាសយ៉ាងភ្លុកទឹកភ្លុកដីនេះបានធ្វើឲ្យលោកព្រឹទ្ធាចារ្យឆេងផុនដែលកាលនោះជារដ្ឋមន្ត្រីក្រសួងវប្បធម៌បានចុះមកធ្វើអន្តរាគមន៍ទើបអាចបញ្ចប់បានចម្ងាយប្រមាណជា200ម៉ែត្រទិសពីយប្រាសាទភិមានអាកាសមានស្រះទឹក2អមសំណង់មួយដែលបងប្អូនប្រជាជនមូលដ្ឋានជឿថាជាព្រះរាជដំណាក់របស់ព្រះរាជា
ប៉ុន្តែអ្នកស្រាវជ្រាវរកឃើញថានោះគឺជាព្រះរាជដំណាក់របស់ព្រះអគ្គមហេសីដែលធ្វើអំពីឈើតែបាក់បែកអស់ទាំងស្រុងនៅសល់តែខឿនថ្មដែលមានចម្លាក់ដ៏ល្អវិចិត្រតែប៉ុណ្ណោះនៅខាងលិចប្រាសាទភិមានអាកាសប្រមាណជាង100ម៉ែត្រមានដងទឹកថ្មបាយក្រៀមរាង4ជ្រុងស្មើដែលត្រូវបានដីហូរលុបនៅសល់ជម្រៅប្រមាណជា3ម៉ែត្រតែប៉ុណ្ណោះនៅជុំវិញមាត់អណ្ដូងមានផ្ទៃប្រមាណជា10ម៉ែត្រ4ជ្រុងក្រាលដោយថ្មបាយក្រៀមបងប្អូនអ្នកមូលដ្ឋានរៀបរាប់ប្រាប់ខ្ញុំថានោះគឺជាអណ្ដូងទឹករបស់ព្រះរាជាហើយខ្ញុំជឿទាំងស្រុងទៅលើអ្វីដែលគាត់បាននិយាយប្រាប់នៅពេលយើងដើរទៅទិសខាងលិចត្រង់យើងនឹងឃើញកំពែងថ្មបាយក្រៀមបាក់បែកកាត់ទៅទិងផ្លូវរួចឃើញមានស្រះទឹករៀងទ្រវែងទៅទិងថ្ងៃ2នៅសងខាងផ្លូវទីបំផុតយើងមកដល់កំពែងថ្មបាយក្រៀមមួយទៀតដែលមានកម្ពស់ស្មើនឹងកំពែងព្រះបរមរាជវាំងដែរដែលខណ្ឌចុងខាងលិចនេះជាទីតាំងមួយដែលមានកំពែងព័ទ្ធជុំវិញមានទំហំទៅទិងពីលិចទៅកើតប្រមាណជា20ម៉ែត្របណ្ដោយពីជើងទៅត្បូងជាង200ម៉ែត្របើតាមបងប្អូនអ្នកមូលដ្ឋានដែលមានបុព្វការីជនរស់នៅទីនេះហៅទីនេះថាជាក្រោលសេះគាត់បង្ហាញមកប្រហោងជាគូចំនួន13គូដែលមានលក្ខណៈជាចម្រៀលចោតពីផ្នែកខាងក្រៅជញ្ជាំងថាជាកន្លែងដែលគេដាក់ស្មៅឲ្យសេះស៊ីដោយឡែកនៅពេលដែលខ្ញុំឈរនៅទីនោះសម្លឹងទិដ្ឋភាពជុំវិញខ្ញុំមានអារម្មណ៍ថាទីនោះគឺជាកន្លែងឃុំឃាំងអ្នកទោសទៅវិញទេខ្ញុំនឹកឃើញដល់ជំនឿរបស់ប្រជាជនយើងថាខ្លងទ្វារខាងជើងអង្គរធំគឺជាច្រកសម្រាប់បព្វជិតនានាចូលមកជួបព្រះមហាក្សត្រដើម្បីស្នើសុំយកអ្នកទោសទាំងឡាយយកទៅអប់រំកែប្រែជាថ្មីចំណែកប្រហោងជាគូនោះខ្ញុំយល់ថាជាប្រហោងសម្រាប់ឲ្យចំណីអាហារដល់អ្នកទោសខ្ញុំសូមធ្វើការអធិស្ឋានពីបងប្អូនអ្នកទស្សនាចំពោះការអធិប្បាយអំពីអណ្ដូងទឹកនិងក្រោលសេះឬដែលខ្ញុំគិតថាជាមន្ទីរឃុំឃាំងនោះដែលអាចនឹងខុសពីប្រវត្តិសាស្ត្រព្រោះខ្ញុំមិនដែលប្រទះសិភៅណាបរិយាយពីរឿងហ្នឹងដូច្នេះក៏និយាយទៅតាមគេប្រាប់និងស្មានទៅតាមអ្វីដែលមើលឃើញជាក់ស្ដែងតែប៉ុណ្ណោះរីឯព័ត៌មានផ្សេងទៀតភាគច្រើនគឺខ្ញុំនិយាយទៅតាមការចងចាំតាំងពីវគ្គសិក្សាជាង20ឆ្នាំមកហើយមិនដឹងថាការស្រាវជ្រាវថ្មីបានទទួលទិន្នន័យខុសគ្នាឬយ៉ាងណាទេខ្ញុំបានទទួលដំណឹងល្អមួយថាបច្ចុប្បន្ននេះមានសាស្ត្រាចារ្យបុរាណវិទ្យានិស្សិតនិងមគ្គុទ្ទេសក៍ទេសចរមួយក្រុមកំពុងតែធ្វើការសិក្សាដោយលម្អិតពីព្រះបរមរាជវាំងហើយនឹងបញ្ចប់នាពេលខាងមុខដ៏ខ្លីនេះខ្ញុំសង្ឃឹមថានៅពេលដែលការស្រាវជ្រាវត្រូវបានបញ្ចប់ហើយលទ្ធផលត្រូវបានចែករំលែកនោះបើឃើញថាមានការខុសឆ្គងកន្លែងណាខ្ញុំនឹងធ្វើការកែតម្រូវភ្លាមខ្ញុំសូមជម្រាបលាតែត្រឹមនេះសិនសន្យាជួបគ្នានៅវីដេអូក្រោយទៀត